ตาเนี่ยทลบធ្វើការមិនស្គាល់ថ្ងៃសៅរ៍អាទិត្យទោះបុណ្យទានក៏នៅធ្វើប៉ុន្តែចុងក្រោយនៅតែមិនមានពេលឲ្យកូននិងនៅតែមិនសល់លុយថ្ងៃនេះខ្ញុំចង់និយាយពីជីវិតពិតរបស់ខ្ញុំជីវភាពធ្វើឲ្យខ្ញុំធ្វើការមិនស្គាល់ថ្ងៃសៅរ៍អាទិត្យទោះជាបុណ្យទានក៏នៅតែចេញទៅធ្វើការពេលវេលារបស់ខ្ញុំស្ទើរតែអស់នៅកន្លែងការងារមិនសូវមានពេលសម្រាប់កូនហើយពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងបាត់បង់អ្វីមួយដ៏សំខាន់ក្នុងជីវិតខំប្រឹងធ្វើការប៉ុណ្ណឹងហើយប៉ុន្តែជីវភាពគ្រួសារនៅតែមិនសូវល្អមានថ្ងៃខ្លះខ្ញុំឆ្ងល់ខ្លួនឯងថាពេលប្រាក់ខែនៅតិចខ្ញុំអាចចាយគ្រប់តែពេលប្រាក់ខែច្រើនហើយក៏នៅតែមិនសល់វាធ្វើឲ្យខ្ញុំហត់នឿយបាត់បង់កម្លាំងចិត្តនិងចាប់ផ្ដើមសួរខ្លួនឯងថាខ្ញុំកំពុងរស់សម្រាប់អ្វីតែបន្ទាប់មកខ្ញុំចាប់ផ្ដើមយល់ថាបញ្ហាមិនមែនស្ថិតនៅពីប្រាក់ចំណូលទេបញ្ហាគឺពីរបៀបដែលយើងរស់និងរបៀបដែលយើងត្រូវចំណាយខ្ញុំចាប់ផ្ដើមកត់ត្រាចំណាយរាល់ថ្ងៃកាត់បន្ថយការចំណាយមិនចាំបាច់ហើយព្យាយាមបង្កើតពេលវេលាខ្លីៗសម្រាប់កូនទោះបីត្រឹម10នាទីក្នុងមួយថ្ងៃក៏ដោយខ្ញុំមិនទាន់ជាមនុស្សជោគជ័យទេតែថ្ងៃនេះខ្ញុំចាប់ផ្ដើមដឹងថាជីវិតមិនមែនត្រូវរស់តែដើម្បីធ្វើការប៉ុន្តែត្រូវរស់ដើម្បីគ្រួសារនិងខ្លួនឯងផងដែរបើអ្នកកំពុងហត់នឿយដូចខ្ញុំសូមកុំបោះបង់ព្រោះខ្ញុំមិនដែលបោះបង់ឡើយខ្ញុំជឿថាថ្ងៃណាមួយខ្ញុំនឹងមានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានទាំងពេលវេលាសម្រាប់គ្រួសារនិងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងអ្នកដែលតែងតែគិតល្អនឹងទទួលបានតែរឿងល្អសូមអរគុណដែលបានស្ដាប់ពីរឿងរ៉ាវជីវិតរបស់ខ្ញុំបងប្អូនអាចបញ្ចេញមតិក្នុង comment បានហើយក៏អរគុណដែលបានជួយ Subscribe Channel របស់ខ្ញុំ